ខ្ញុំបញ្ជូនសារទៅអស់លោកប្រហែលថ្ងៃនេះឃើញថាស្អីតកូលកឹមតកូលហ៊ុនតកូលអីអស់តម្លៃហើយចុះទស្សនៈដើម្បីប្រទេសជាតិធ្វើសកម្មភាពដើម្បីប្រទេសជាតិតាមវិធីសាស្ត្រការនិយាយគ្នាកែចង់បានសន្តិភាពកែចង់បាននៅការឯកភាពជាតិនៅក្នុងដំណាក់កាលដែលមានការជលពីតដល់ពេលយើងបើកច្រកទទួលទៅជារឿងអីផ្សេងឥឡូវឃើញលិខិតណាបណ្ដេញចេញស្អីចោតប្រកាន់ស្អីខ្ញុំថាបើសិនជាមានឆន្ទៈពិតប្រាកដខ្ញុំប្រាប់គាត់ថាឲ្យមានឆន្ទៈពិតប្រាកដនិយមន័យឲ្យទូលំទូលាយគ្រប់គ្នាទៅវិញទៅមកកុំមកជេរខ្ញុំថាអត់បើកច្រកតែអ្នកឯងជេរខ្ញុំរាល់ថ្ងៃហើយថាមិនព្រមទទួលស្អីបើគ្រាន់តែលុកដៃទៅផ្ទះកំលៀងអីរហូតអត់ស្ដាប់មួយថ្ងៃឮថាមេដឹកនាំចៅមកទៀតលាលែងទៅហើយអញ្ចឹងខ្លួនឯងបិទច្រកមិនធ្វើការជាមួយគេម្ដុំកឹមសកាកូនគាត់ចូលមកគាត់នៅបាក់ផ្សេងគាត់មិនមានការផ្សេងឥឡូវចូលមកធ្វើប្រិសិទ្ធរបស់ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលរដ្ឋាភិបាលជាប្រិសិទ្ធវាត្រូវមានទិដ្ឋមួយដើម្បីមានទម្ងន់ទៅធ្វើការមួយគេនៅក្រៅប្រទេសគាត់ចង់ជួយយើងនៅក្នុងការងារតាក់ទងវិនិយោគបូកជាមួយនឹងរឿងព្រំដែនអាហ្នឹងបញ្ជាក់ហ្មងកុំឲ្យថាឲ្យប្រិសិទ្ធពិសេសធ្វើអីប្រិសិទ្ធពិសេសគឺគួយរឿងហ្នឹងគាត់មានទំនាក់ទំនងច្រើនឥឡូវគាត់យកទំនាក់ទំនងគាត់ជាជាងស្រែកទៅជេរអត់ប្រយោជន៍បំផ្លាញកិត្តិយសជាតិយើងតែគាត់បែរមកយកពេលដើម្បីធ្វើការរួមគ្នាតើខ្ញុំមិនស្វាគមន៍នឹងហើយគេហៅស្មារតីនៃការសន្ទនាវប្បធម៌សន្ទនានិងការគេថាបង្រួបបង្រួមជាតិនោះខុសពីអ្នកខ្លះជេរតែយើងអីដេចអីគេហៅផ្ដាច់ការស្អីអត់បើកឱកាសឲ្យអ្នកមានចូលដល់គេហៅចូលសិតថាបញ្ហាហើយឥឡូវអស់ហើយអ្នកនឹងទៅធ្វើការមួយអ្នកផ្ដាច់ការនឹងខ្លាយទៅជាអ្នកផ្ដាច់ការហើយពិភពលោកចប់ហើយទៅចប់តែគ្នាអីទៅកម្ពុជានៅតែដើរ